បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងរៀនពាក្យបន្តិចបាទរៀនពាក្យនេះតាក់ទងជាមួយនឹងគ្រួសារបាទយល់យន់ខ្វាន់កែឬក៏ការជោគបាទយល់យន់ខ្វាន់កែហ្នឹងបានន័យថាសាច់ញាតិការជោគនឹងគ្រួសារបាទអាប៉ូជីឪពុកអាប៉ាប៉ាអមនីម្ដាយអម៉ាម៉ាក់ហងបងប្រុសសម្រាប់មនុស្សប្រុសហៅអូប៉ាបងប្រុសសម្រាប់មនុស្សស្រីហៅនូណាបងស្រីសម្រាប់មនុស្សប្រុសហៅអននីបងស្រីសម្រាប់មនុស្សស្រីហៅថុងសែងប្អូនបាទប្អូនប្រុសក៏បានប្អូនស្រីក៏បានហៅបានទាំងពីរនាក់បានន័យថាហៅបានទាំងពីរហៅប្អូនប្រុសក៏ថុងសែងប្អូនស្រីក៏ថុងសែងដែរបាទហៅបានទាំងអស់គ្នាណាបាទហើយប្រុសក៏ហៅបានស្រីក៏ហៅបានដែរបាទបានទាំងអស់គ្នាបាទឥឡូវយើងមកមើលបន្តទៀតកូម៉ូហ្នឹងនិងអ៊ីម៉ូហ្នឹងដូចគ្នាបាទបានន័យថាមីងបាទមីងហ្នឹងមីងខាងណាបាទអាប៉ជាយ៉ថុងសែងបានន័យថាមីងហ្នឹងជាប្អូនស្រីរបស់ឪពុកបាទប្អូនស្រីរបស់ឪពុកណាបាទឥឡូវយើងមកមើលបន្តទៀតកូម៉ូប៊ូហ្នឹងវាស្មើនឹងសាំឆុនបាទន័យថាពូបាទអាប៉ជាយ៉ថុងសែងណាំផ្ជន់បាទន័យពូយ៉ាងម៉េចបានន័យថាពូហ្នឹងជាប្តីរបស់ប្អូនស្រីឪពុកបាទយ៉ថុងសែងហ្នឹងណាំផ្ជន់ហ្នឹងបានន័យថាប្តីរបស់ប្អូនស្រីបាទប្អូនស្រីណាប្អូនស្រីឪពុកអាប៉ជាបាទអញ្ចឹងកូម៉ូប៊ូហ្នឹងជាប្តីរបស់ប្អូនស្រីខាងឪពុកបាទយើងហៅអញ្ចឹងណានឹងបងប្អូនដឹងហើយយើងមកពាក្យខ្មែរយើងអ៊ីម៉ូបាទអ៊ីម៉ូហ្នឹងមីងឥឡូវយើងមើលមីងខាងណាម្ដងអ៊ីម៉ូអាម៉ូនីយ៉ថុងសែងបាទន័យថាមីងខាងម្ដាយហើយមីងហ្នឹងជាប្អូនស្រីរបស់ម្ដាយបាទនៅទី4អ៊ីម៉ូប៊ូបាទអ៊ីម៉ូប៊ូហើយនឹងសាំឆូនហ្នឹងដូចគ្នាទេបាទគឺពូខាងណាដែរម្ដងនេះមើលអម៉ូនីយ៉ថុងសែងណាំផ្ជន់បាទបានន័យថាជាប្តីរបស់ប្អូនស្រីខាងម្ដាយប្អូនស្រីម្ដាយប្តីរបស់ប្អូនស្រីម្ដាយណាបាទពូហ្នឹងជាប្តីរបស់ប្អូនស្រីម្ដាយអម៉ូនីបានន័យថារបស់ម្ដាយយ៉ថុងសែងណាំផ្ជន់ប្តីបាទឥឡូវយើងមកមើលពូតូចមីងតូចវិញម្ដងបាទចាក់គឿនអាប៉ជីសាំឆុនចាក់គឿនអម៉ូនីអ៊ីម៉ូបាទចាក់គឿនអាប៉ជីហ្នឹងបានន័យថាពូតូចឬក៏ប៉ាតូចវាស្មើនឹងសាំឆុនចាក់គឿនអាម៉ូនីបានន័យថាមីងតូចស្មើអ៊ីម៉ូបាទមីងដែរបាទមីងដូចគ្នាសាំឆុនពូអ៊ីម៉ូមីងបាទឥឡូវយើងមកមើលចាក់គឿនអាប៉ជីចាក់គឿនអម៉ូនីហ្នឹងវាសាច់ឈាមខាងណាវិញម្ដងបាទអាប៉ជីវ៉ាខឺយអាណេណាំថុងសែងបានន័យថាប្អូនប្រុសរបស់ឪពុកហើយនឹងប្រពន្ធរបស់គាត់អាប៉ជីវ៉ាបានន័យថាឪពុកហើយនឹងខឺយអាណេណាំថុងសែងបានន័យថាប្អូនប្រុសហើយនឹងប្រពន្ធរបស់គាត់ខឺយ
បានន័យថារបស់គាត់បាទអាណែអើយបានន័យថាប្រពន្ធរបស់គាត់បាទប្រពន្ធរបស់គាត់របស់នរណារបស់ប្រពន្ធរបស់គាត់ណាំថងសែងបាទបានន័យថាប្រពន្ធរបស់ប្អូនប្រុសគាត់បាទអាណែប្រពន្ធណាំថងសែងប្អូនប្រុសនរណាគឺប្អូនប្រុសរបស់ឪពុកបាទណាំថងសែងប្អូនប្រុសរបស់ឪពុកហើយអាណែហ្នឹងបានន័យថាប្អូនថ្លៃរបស់ឪពុកនឹងដែរបាទឥឡូវយើងមកមើលខឿនអាប៉ាជីខឿនអមនីវាស្មើនឹងសាំឆូនសុកម៉ូបាទខឿនអាប៉ាជីបានន័យថាឪពុកមាធំឪពុកធំយើងបានពាក្យខ្មែរយើងបានន័យថាអ៊ំអញ្ចឹងណាបាទខឿនអមនីម្ដាយធំបានន័យថាអុយអ៊ំរបស់យើងណាអ៊ំធំជាងគេហ្នឹងណាបាទដូច្នេះសាំឆូននៅកន្លែងនេះគឺឪពុកមាធំសុកម៉ូហើយម្ដាយមាធំបាទយើងហៅអ៊ំស្រីអ៊ំប្រុសហ្នឹងណាបាទអ៊ំធំជាងគេហ្នឹងបាទអាប៉ជីវ៉ាអាណែអើយហងបានន័យថាហើយបងប្រុសរបស់ឪពុកហើយនឹងប្រពន្ធរបស់គាត់អាប៉ជីយើងដឹងហើយឪពុកអាណែប្រពន្ធហងបានន័យថាបងប្រុសឥឡូវយើងមកមើលពាក្យដែលតាក់ទងជាមួយនឹងពេលវេលាបាទដែលភាសាកូរ៉េគេហៅថាស៊ីកាន់ខ្វល់យន់ថាណគឺជាគេម្សិលមួយថ្ងៃអចេម្សិលមិញអូនឺលថ្ងៃនេះណេអ៊ីលថ្ងៃស្អែកម៉ូរ៉េថ្ងៃខានស្អែកជូសប្តាហ៍អ៊ីបនជូសប្តាហ៍នេះជីណាន់ជូសប្តាហ៍មុនថើមជូសប្តាហ៍ក្រោយជូម៉ាល់ថ្ងៃចុងសប្តាហ៍ថាល់វល់បានន័យថាខែ1ខែ2ខែ3ណាបាទអ៊ីបនតាល់ខែនេះជីណាន់តាល់ខែមុនថើមតាល់ខែក្រោយវល់ម៉ាល់ថ្ងៃដាច់ខែដូចយើងថ្ងៃ30ថ្ងៃ31ហ្នឹងគេថាថ្ងៃដាច់ខែហ្នឹងបាទញ៉នហែបានន័យថាឆ្នាំអ៊ូលហែឆ្នាំនេះចាំងញ៉នឆ្នាំមុននេនញ៉នឆ្នាំក្រោយយ៉នម៉ាល់បានន័យថាថ្ងៃដាច់ឆ្នាំខែ12ដាច់ខែ12ហ្នឹងណាបាទយ៉នម៉ាល់ថ្ងៃដាច់ឆ្នាំស៊ីកាន់ម៉ោងហាន់ស៊ីកាន់1ម៉ោង